ស្ដីអ្នកទាំងអស់គ្នារីករាយដែលបានជួបគ្នាម្ដងទៀតនៅក្នុងកម្មវិធីជ្រុងសាមញ្ញបន្ទាប់ពីភាគមុនយើងបានយល់ពីអត្ថន័យនៃជីវិតសាមញ្ញហើយមានបងប្អូនជាច្រើនបានសួរថាតើត្រូវចាប់ផ្ដើមពីត្រង់ណាថ្ងៃនេះខ្ញុំនឹងចែករំលែកវិធីងាយៗ3យ៉ាងដែលខ្ញុំបានអនុវត្តផ្ទាល់ហើយវាបានជួយឲ្យជីវិតខ្ញុំស្រាលជាងមុនស្ងប់សុខជាងមុនតោះចាប់ផ្ដើមទាំងអស់គ្នាចំណុចទី1កាត់បន្ថយរបស់របរជុំវិញខ្លួនជំហានដំបូងមិនមែនជាការកែប្រែចិត្តភ្លាមទេតែគឺជាការកែប្រែបរិយាកាសជុំវិញខ្លួនសូមសាកល្បងមើលលើតុការងារសាកល្បងបោះបង់ចោលឬបរិច្ចាគរបស់របរដែលមិនចាំបាច់ចេញខ្លះនៅពេលបន្ទប់យើងមានរបៀបនិងមានកន្លែងទំនេរចិត្តរបស់យើងក៏មានអារម្មណ៍ថាស្រឡះទៅតាមនោះដែរការតាមដានជីវិតអ្នកដទៃលើបណ្ដាញសង្គមច្រើនពេកធ្វើយើងភ្លេចមើលថែទាំជីវិតខ្លួនឯងហើយជួនកាលបង្កជាការប្រៀបធៀបការសាកល្បងកំណត់ពេលបិទបច្ចេកវិទ្យា1ម៉ោងមុនពេលចូលគេងយកពេលនោះមកអានសៀវភៅឬសាកល្បងកំណត់ពេលបិទបច្ចេកវិទ្យា1ម៉ោងមុនពេលចូលគេងយកមកអានសៀវភៅឬជជែកជាមួយមនុស្សជាទីស្រឡាញ់វិញចំណុចទី3រៀនដឹងគុណចំពោះអ្វីដែលមានជីវិតសាមញ្ញមិនមែនជាការឈប់ប្រឹងប្រែងទេប៉ុន្តែជាការចេះស្កប់ស្កល់កុំចាំទាល់តែមានលុយរាប់លានទៅមានក្តីសុខអាចកើតចេញពីកាហ្វេមួយកែវដ៏ស្ងុយស្ងាញ់នៅពេលព្រឹកឬខ្យល់អាកាសបរិសុទ្ធក្រោយពេលភ្លៀងធ្លាក់រាល់យប់មុនចូលគេងសាកល្បងនឹកដល់រឿង3ដែលអ្នកចង់អរគុណសម្រាប់ថ្ងៃនេះការរស់នៅសាមញ្ញមិនមែនធ្វើឡើងត្រឹមតែមួយថ្ងៃទេវាគឺជាដំណើរជីវិតពេញមួយជីវិតសាកល្បងអនុវត្តចំណុចណាមួយដែលខ្ញុំបានរៀបរាប់រួចមកប្រាប់ខ្ញុំវិញថាតើមានអារម្មណ៍ប្លែកយ៉ាងណាខ្លះតើអ្នកគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចែករំលែកទៅកាន់មនុស្សដែលអ្នកស្រឡាញ់ផងជួបគ្នានៅភាគក្រោយសូមអរគុណ